ម៉ាស៊ីន Sony បែបនេះគេហៅថា compact camera គឺកូនម៉ាស៊ីនតូចអត់ដូរឡែនទេយើងយកស្រួលយកតាមខ្លួនណាក្នុងការថតហើយម៉ាស៊ីនក្នុងដៃខ្ញុំហ្នឹងគឺ Sony Z V1 Mark II ហើយនេះគឺ Z V1S ពីរនេះគឺកម្រិតវាខុសគ្នា Z V1S នេះតម្លៃធូរជាង V1 Mark II មានតម្លៃថ្លៃជាងដោយសារបើយើងនិយាយពីទំហំចលឹកវា20 មេហ្គាដូចគ្នាទេប៉ុន្តែ Z V1 Mark II នេះគឺវាឲ្យកម្រិតពន្លឺល្អជាងដោយសារកម្រិត aperture គេហ្នឹងយើងអាចតម្លាក់បានដល់ 1.8 ដល់ពេល ZV1S នេះវាបានតែ S2 ទេណានេះនៅលើនេះហើយសម្បីតែ lens វាដែលជាប់មកជាមួយហ្នឹងក៏វាបានប្លង់តលាយជាង ZV1S ដែរហើយបើសិនយើងនិយាយពីល្បឿនចាប់រូបគឺ auto focus លឿនជាង ZV1 Mark II ZV1S នេះវាធម្មតាវាអត់បានលឿនដូចអានេះទេសម្បីតែយើងមើលផ្នែកទៅខាងលើនេះក៏ខុសគ្នាដែរណានេះខាងលើនេះគឺវារបៀបគ្នាប៉ុន្តែអា ZV1 Mark II នេះគឺវាអាច support ជាមួយនឹង flash បើសិនជាយើងចង់ថែម flash ពេលដែលយើងស្ទើរពលឺយើងចង់ថតលេងជាមួយ flash យើងអាចថែមជាមួយ flash អញ្ចេះបានណាយើងអាចថែមជាមួយ flash ឬក៏ប្រភេទភ្លើង LED អញ្ចេះក៏បានដែរនៅលើកូនម៉ាស៊ីនមួយហ្នឹងតែបើសិនជាយើងបកមកជាមួយនឹង ZV1S វិញHotsu វានេះគឺអត់ support ជាមួយនឹងភ្លើង flash ទេយើងដាក់បានតែជាមួយនឹង LED ទេណាសម្រាប់កូនម៉ាស៊ីនហ្នឹងហើយសម្រាប់អេក្រង់វិញគឺយើងអាចបកទៅចំហៀង selfie បានដូចគ្នាណាកម្រិតគីឡូវាគឺប្រហាក់ប្រហែលគ្នាទេហើយបើសិនជាបងប្អូនមានតម្រូវការអាចមកមើលដល់ហាង DR បានសម្រាប់ខែ8នេះគឺគេមានប្រម៉ូសិនណា ZV1S នេះវាចុះសល់419 ZV1 Mark II ចុះសល់719អញ្ចឹងបងប្អូនមានតម្រូវការអាចតំណែងហាង DR បានអរគុណបាយបាយ